បាទសួស្តីបងប្អូនទាំងអស់គ្នាមកស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំមួយទៀតថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដែលយើងនិយាយអំពីការបិទនៅកម្មវិធី Startup នៅពេលដែលយើងបើកកុំព្យូទ័រមកដំបូងគឺវាមានតែមានកម្មវិធីមួយចំនួនវា Auto Startup មកជាមួយ Windows អញ្ចឹងគេហៅថាទោះបីជាយើងពេលខ្លះយើងឆ្ងល់ថាយើងទើបតែឈូស Windows ថ្មីអញ្ចឹងទៅហើយកុំព្យូទ័ររបស់យើងក៏ស្ពេចធំដែរអញ្ចឹងមាន RAM ធំ CPU ធំដាក់ SSD ដាក់អីអស់ប៉ុន្តែក៏នៅតែមានអារម្មណ៍ថាយឺតទោះបីយើងទើបឈូស Windows ថ្មីហើយក៏ដោយហើយឥឡូវអញ្ចឹងយើងមកមើលចំណុចហ្នឹងមួយព្រោះចំណុចនេះគឺជាចំណុចសំខាន់មួយដែរអញ្ចឹងឥឡូវនេះយើងចូលមកកន្លែង search មកយើង search ដាក់ពាក្យថា Task Manager នៅក្នុង Windows 10ក៏យើងអាច search បានដូចគ្នាដែរយើងដាក់ថា Task Manager មកអញ្ចឹងយើងបើកវាអាធំនៅក្នុង Windows 11នៅកន្លែងនេះវាប្លែកចេញវាប្លែកខុសពីខុសពី Windows 10តិចអញ្ចឹងកន្លែងនេះយើងមើលមកនេះតើយើងឃើញចេះបើនៅក្នុង Windows 10នៅក្នុង Windows 10កន្លែងនេះវាមានដាក់ Start Up ដល់ពេលនៅក្នុង Windows 11វាដាក់ Start Up App ហើយនៅខាងឆ្វេងនេះវិញអញ្ចឹងយើងមកមើល Start Up App អញ្ចឹងក្នុង Start Up App របស់ខ្ញុំនេះគឺវាមានច្រើនមែនទែនណាហើយអញ្ចឹងដែលយើងតែងតែឆ្ងល់ថាចុះកុំព្យូទ័រខ្ញុំទើបតែឈូស Windows ថ្មីហើយប៉ុន្តែដូចយឺតដល់ហើយបើកកុំព្យូទ័រមកដំបូងទំនំតែចុច refresh បានមួយវាយូរមែនទែនអញ្ចឹងយើងត្រូវចូលមកមើលកន្លែងនេះទាំងអស់គ្នាមកហើយយើងមើលកម្មវិធីណាដែលយើងអត់ចាំបាច់ឲ្យវាបើកមកដំបូងទេអញ្ចឹងដូចជាកម្មវិធីទាំងអស់នេះអីដូចជា Acro Stray អីនេះយើងបិទចោលព្រោះយើងមិនបើកមកភ្លាមយើងប្រើ Acrobat ភ្លាមណាអញ្ចឹងយើងអត់ចាំបាច់ទេហើយដូចជា Anydesk សម្រាប់ remote អីនេះក៏យើងអត់ចាំបាច់ដែរព្រោះមិនបើកមកភ្លាមយើងត្រូវ remote ភ្លាមដែរអញ្ចឹងបងប្អូនទាំងអស់គ្នានេះដូចជា Copilot អីនេះខ្ញុំបិទវាចោលទៅព្រោះសារខ្ញុំអត់មានត្រូវការទេប៉ុន្តែដូចជា Google Drive នេះយើងបើកមកត្រូវការវាស៊ីនផ្នែកទៅហើយមានកម្មវិធីផ្សេងទៀតបងប្អូនទាំងអស់គ្នាអាចមើលចំណុចនេះបានព្រោះវាជាចំណុចទូចមួយទេប៉ុន្តែវាជួយកាត់បន្ថយយើងបានច្រើនមែនទែនហើយជួយបង្កើនល្បឿននៃការ start up Windows របស់យើងកាន់តែល្អជាងមុនណាអញ្ចឹងសម្រាប់ Windows ថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាកុំភ្លេចជួយ Subscribe ខ្ញុំម្នាក់មួយផងអរគុណច្រើន